មុនពេលដែលណេម៉ាប្រែក្លាយជាសិល្បករបាល់ទាត់ដែលពិភពលោកស្គាល់គាត់ចាប់ផ្ដើមគ្រប់យ៉ាងត្រឹមតែកុមារគ្រួសារក្រៗមួយនៅក្នុងទីកន្លែងតូចមួយប្រទេសប្រេស៊ីល Neymar da Silva Santos Jr. កើតនៅថ្ងៃ5កុម្ភៈ1992ក្នុងទីក្រុង Mogi das Cruzes គាត់លុះត្រាតែលូតលាស់ក្នុងគ្រួសារសាមញ្ញដោយសេចក្តីស្រឡាញ់បាល់ទាត់ឪពុករបស់គាត់ Neymar Senior ជាមនុស្សដំបូងបំផុតដែលបង្រៀនគាត់លេងបាល់និងជាអ្នកជួយគាំទ្រចំពោះអនាគតគាត់ Neymar ចាប់ផ្ដើមលេង Futsal តាំងពីតូចគាត់លែងដែលសមត្ថភាពដ៏ល្បីរបស់គាត់ល្បឿន dribble skill ចាប់ផ្ដើមលេចចេញមកគាត់លេងល្អខ្លាំងណាស់ដល់ថ្នាក់អ្នកគ្រប់គ្នានៅក្នុងតំបន់ស្គាល់ឈ្មោះក្មេងមានទេពកោសល្យនៅអាយុ11ឆ្នាំវាស្រាប់តែអ្វីប្ដូរទៅ Neymar ត្រូវបាន Santos FC ទទួលជាកីឡាករប្រកបដោយពេលវេលាពេញលេញក្នុង Academy នោះ Neymar លីតលោយ៉ាងលឿនគាត់បញ្ចេញទេពកោសល្យដែលមិនធម្មតាសមត្ថភាពរបស់គាត់លើសកីឡាករល្អជាងមនុស្សធម្មតា Ball control ដ៏ល្អខ្សែបន្ទាត់ដែលគ្មានកីឡាករណាទប់ស្គាត់បានឆ្នាំ2009 Neymar ភ្លឺចែងចាំងដូចផ្កាយគាត់ស៊ុតបាល់ដ៏អស្ចារ្យជាច្រើននិងបង្ហាញថាគាត់មិនមែនជាក្មេងទេតែជាផ្កាយពិតប្រាកដ Fan Santos ចាប់ផ្ដើមឈ្មោះថា Neymar Zinho ពិភពលោកចាប់ផ្ដើមអារម្មណ៍ចំពោះកីឡាករវ័យក្មេងមួយរូបនេះខ្សែបម្រើដែលនឹងកែប្រែល្បែងនៃបាល់ទាត់ពិភពលោកនេះគ្រាន់តែចាប់ផ្ដើមប៉ុណ្ណោះនៅអេពីសូត2យើងនឹងចូលទៅកាន់អ្វីដែលធ្វើឲ្យ Neymar ក្លាយទៅជាប្រលំលោកការក្លាយទៅជារូបសញ្ញា Santos និងការផ្លាស់ប្ដូរទៅ Barcelona